សួស្តីបងប្អូនទាំងអស់គ្នាក្នុងរាត្រីនេះខ្ញុំលើកយករឿងដំណាលមួយចែកជូនសន្តាប់ដូចតទៅកាលពីឆ្នាំ2019មានបុរសម្នាក់ឈ្មោះវិសាលគាត់ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញថ្ងៃមួយក្រុមហ៊ុនបានចាត់តាំងឲ្យពួកគាត់ចុះបេសកកម្មការងារនៅខេត្តសៀមរាបរយៈពេល2សប្តាហ៍ដោយសារតែជាលើកដំបូងដែលគាត់មកខេត្តនេះវិសាលមិនស្គាល់មនុស្សណាម្នាក់ទេទាំងមិត្តភ័ក្តិទាំងសាច់ញាតិក៏គ្មានថ្ងៃដំបូងមកដល់ពេលល្ងាចទៅហើយពួកគាត់បានជិះម៉ូតូឌុបដើររកផ្ទះសំណាក់ដើម្បីស្នាក់នៅពួកគាត់ក៏បានជួលផ្ទះសំណាក់មួយដែលមានឈ្មោះថាផ្ទះសំណាក់វិមានកន្លែងដែលគាត់រកបាននោះគឺជាផ្ទះជួលចាស់មួយដែលមានកម្ពស់3ជាន់វិសាលក៏សម្រេចយកជាន់ទី3បន្ទប់លេខ312ដែលមានគ្រែ2សម្រាប់គេងគ្នា4នាក់ជាបន្ទប់មួយដែលខូចគន្លឹះសម្រាប់ចាក់សោទ្វារទៀតផងស្ថិតនៅចុងភូមិមានសភាពស្ងប់ស្ងាត់ខ្យល់បក់ត្រសៀកនៅតាមបង្អួចនិងនៅតាមប្រឡោះទ្វារហើយមានដើមឈើធំធំនៅជុំវិញផ្ទះនោះផងដែរម្ចាស់ផ្ទះជួលជាស្ត្រីចាស់ម្នាក់មុខមាត់ស្ងប់ស្ងាត់និយាយថានៅជាន់ទី3អត់មានអ្នកណាជួលទេគឺមានតែបន្ទប់ប្អូនមួយទេតែភ្នែករបស់គាត់មើលមកវិសាលដូចជាមានរឿងអ្វីមួយលាក់បាំងនៅយប់នោះក្រុមការងាររបស់វិសាលបាននាំគ្នាដើរលេងនៅខាងក្រៅរហូតដល់ម៉ោង9យប់វិសាលសុំគេមកបន្ទប់មុនដោយសារតែអស់កម្លាំងពេកព្រោះធ្វើដំណើរផ្លូវឆ្ងាយគាត់ក៏សម្រេចចិត្តទៅសម្រាកក្នុងបន្ទប់តែម្នាក់ឯងម៉ោងប្រហែល 11:30 នាទីបន្ទប់នៅផ្ទះសំណាក់មានសភាពស្ងប់ស្ងាត់ណាស់ស្រាប់តែមានសំឡេងដើរយឺតនៅមុខបន្ទប់វិសាលគិតថាប្រហែលជាម្ចាស់ផ្ទះឬអ្នកជួលផ្សេងទៀតដូច្នេះគាត់មិនបានអើតពើនឹងសំឡេងនឹងទេតែសំឡេងនោះមិនបាត់ទៅណាសោះវាដើរទៅមកមុខបន្ទប់របស់គាត់ជាងកន្លះម៉ោងចិត្តរបស់វិសាលចាប់ផ្ដើមញ័របែកញើសត្រចៀកចេញពេញខ្លួនភ្លាមនោះសំឡេងដើរបានប្រែคล้ายជាសំឡេងអូសជើងទៅវិញហើយបន្ទាប់មកស្រាប់តែសំឡេងទ្វារបន្ទប់ចាប់ផ្ដើមបើកយឺតដោយខ្លួនឯងវិសាលគេងបិទភ្នែកតែបេះដូងបុកលឿនខ្លាំងដូចចង់ផ្ទុះគាត់មានអារម្មណ៍ថាមានអ្វីមួយដើរចូលមកក្នុងបន្ទប់ដោយមានចំហាយរាងត្រចៀកហើយមានក្លិនស្អុយស្រាលវិសាលគាត់ក៏បានបើកភ្នែកសន្សឹមស្រាប់តែឃើញមានមនុស្សស្រីស្លៀកឈុតពណ៌សស្រអាប់អង្គុយនៅចុងជើងគាត់បែរខ្នងដាក់គាត់ក៏មិនហ៊ានកម្រើកខ្លួនទេនៅសំងំដេកបិទភ្នែកហុំភួយអស់មួយសន្ទុះទើបបើកភ្នែកមើលម្ដងទៀតលើកនេះស្រាប់តែនៅអង្គុយលើគ្រែមួយទៀតសក់វែងបិទមុខបែរមករកវិសាលតែម្ដងវិសាលព្យាយាមបិទភ្នែកម្ដងទៀតដោយបន់ព្រះក្នុងចិត្តថាសូមឲ្យពពួកអមនុស្សចេញទៅវិញទៅកុំនៅក្នុងបន្ទប់ខ្ញុំអីអស់ពេលប្រហែលកន្លះម៉ោងចូលដល់ម៉ោង12ជាងរំលងអាធ្រាត្រវិសាលបានបើកភ្នែកម្ដងទៀតតែលើកនេះមិនបានឃើញអ្វីនោះទេហើយ
ក៏គិតឆ្ងល់នៅក្នុងចិត្តថាដល់ម៉ោងនេះទៅហើយហេតុអ្វីបានជាគ្នាគាត់ដែលជាក្រុមការងារមិនទាន់ត្រឡប់មកវិញទៀតតែចិត្តរបស់គាត់នៅតែភ័យខ្លាចមិនទាន់បាត់ទេក្នុងពេលនឹងគាត់ចាប់ផ្ដើមឈឺនោមខ្លាំងទ្រាំពុំបានគាត់ក៏បានទៅបើកភ្លើងបំភ្លឺដើរទៅនោមស្រាប់តែក្រឡេកឃើញខ្មោចនោះនៅនឹងកញ្ចក់ឆ្លោះក្នុងបន្ទប់ទឹកឈរមិនប៉ះដីដូចជាមិនមានជើងដើរផងមានសភាពគួរឲ្យខ្លាចផ្ទៃមុខមានឈាមប្រឡាក់បើកភ្នែកធំធំសំឡឹងមករកគាត់ធ្វើឲ្យគាត់លិចនោមដាក់ខោហើយបានស្រែកខ្លាំងថាឯងចេញទៅឯងចេញទៅឯងចេញទៅពេលនោះរូបភាពនៅក្នុងកញ្ចក់ក៏បានបាត់ទៅរហូតដល់ពេលព្រឹកឡើងក្រុមការងាររបស់គាត់ត្រឡប់មកវិញវិសាលមិនទាន់និយាយប្រាប់ពីរឿងយប់មិញទៅពួកគេទេរហូតដល់ពួកគេងូតទឹករួចហើយរៀបចំខ្លួនទៅធ្វើការវិសាលក៏បានប្រាប់ពីដំណើររឿងដែលខ្លួនបានជួបកាលពីយប់មិញទៅកាន់ក្រុមការងារអង្គុយនិយាយគ្នាអស់មួយសន្ទុះរួចក៏សម្រេចចិត្តចេញពីផ្ទះសំណាក់នោះទៅរកកន្លែងស្នាក់នៅថ្មីតែម្ដងពេលចុះមកគិតលុយថ្លៃផ្ទះម្ចាស់ផ្ទះក៏បានសួរថាចេញទៅថ្ងៃនឹងមែនវិសាលក៏តបទៅវិញយ៉ាងលឿនថាបាទគឺចេញទៅថ្ងៃនឹងតែម្ដងពេលនោះវិសាលក៏បានសួរទៅកាន់ម្ចាស់ផ្ទះវិញថានៅបន្ទប់ដែលខ្ញុំស្នាក់នៅយប់មិញធ្លាប់មានរឿងអ្វីមែនម្ចាស់ផ្ទះដែលជាស្ត្រីចាស់នោះស្ងាត់មួយភ្លែតហើយក៏បានដើរមកជិតវិសាលនិយាយតិចថាកាលពីឆ្នាំ2016មាននារីម្នាក់គាត់ខូចចិត្តនឹងស្នេហាបានជួលបន្ទប់312ហើយបានធ្វើអត្តឃាតនៅក្នុងបន្ទប់ដោយលាបថ្នាំសម្លាប់ខ្លួនកាលពី3ឆ្នាំមុននៅឆ្នាំដំបូងនារីម្នាក់នោះតែងតែបង្ហាញខ្លួនលងបន្លាចគេឯងស្ទើរតែរៀងរាល់យប់តែរំលងអស់រយៈពេល2ឆ្នាំហើយដែលនាងមិនបានបង្ហាញខ្លួនខ្ញុំគិតថានាងបានចាប់កំណើតថ្មីហើយតែបើសិនជាប្អូនឃើញនោះខ្ញុំនឹងធ្វើឧទ្ទិសកុសលជូនដល់នាងឲ្យទៅចាប់ជាតិសាជាថ្មីក្នុងពេលនោះវិសាលក៏បានរៀបចំឧទ្ទិសកុសលជូនទៅដល់នាងដែរ